រៀបសួរបងប្អូនអរគ្នាតោះថ្ងៃនេះគឺខ្ញុំមកបរៀនបងប្អូនអាចចេះគូររូបហនុមានបងប្អូនហ្នឹងហើយមុននឹងចូលការបរៀនគូគំនូរបស់ខ្ញុំណាបងប្អូនអរគ្នាកុំភ្លេចជួយចុច Subscribe ហើយនឹងរូបកណ្ដឹង Channel ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបរៀនចែកចាយចែករំលែកដល់បងប្អូនអរគ្នាដែលស្រឡាញ់ការគំនូចូលចិត្តការគូររូបណាតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរមកទស្សនាការបរៀនរបស់ខ្ញុំអរគ្នាបាទតោះចាប់ដើមបងប្អូនមានកระดาษ A4 មួយបងប្អូនយកបន្ទាត់យើងហ្នឹងបងប្អូនយកមកពុះចំពាក់កระดาษ A4 មកតបមកគឺបងប្អូនដៅចន្លោះ4ចន្លោះដូចខ្ញុំអញ្ចឹងមកហើយបងប្អូនគូសជារង្វង់មូលចំចន្លោះទី1ណារង្វង់មូលហ្នឹងគឺជាក្បាលបហនុមានចុះគូរង្វង់មូលហើយបងប្អូនគូសប្រឆាត់ទៀតបងប្អូនមើលបន្ទាត់ហ្នឹងបន្ទាត់គឺបងប្អូនគូសប្រឆាត់អញ្ចឹងមកប្រឆាត់ហើយបងប្អូនគូសចេញមកមុខកន្លែងហ្នឹងគឺមាត់យើងធ្វើមាត់ហនុមានបងប្អូនគូសស្រាលណាបងប្អូនកុំគូសដិតដូចខ្ញុំអញ្ចឹងដោយសារខ្ញុំគូសដិតនេះគឺដើម្បីឲ្យបងប្អូនមើលយល់ទេកុំឲ្យខ្ញុំគូសស្រាបងប្អូនមើលអត់ឃើញខ្ញុំគូសរឿងដិតតិចហើយដើម្បីឲ្យបងប្អូនស្រួលមើលហើយបន្ទាប់ពីយើងគូសដាមអញ្ចឹងហើយព្រៀងហើយគឺយើងចាប់ដើមយកមកគូសទម្រង់តែម្ដងគូសចេញទម្រង់មាត់នេះមាត់ហនុមានយើងកែកុនតាមហ្នឹងទៅមើលមកសមមើលមកស្អាតហើយយើងសារ៉េទម្រង់មាត់បងប្អូនមើលតាមខ្ញុំគូសតាមខ្ញុំអញ្ចឹងទៅនិយាយរួមបងប្អូនលេងមកស្អាតមើលទៅមកសមបងប្អូនមើលមកសមទៅយើងដាក់ថ្មិញដាក់អីទៅបើយើងចង់ឲ្យហនុមាននឹងហាមាត់ធំយើងគូសរឿងធំតិចណាមាត់តែខ្ញុំគូសរឿងទូចតិចកាមេរ៉ាអត់សូវច្បាស់ទេបងប្អូនកាមេរ៉ារឿងព្រាលតិចឯងកាមេរ៉ាទូរស័ព្ទឲ្យយើងគូសវីដេអូផងអញ្ចឹងពិបាកបងប្អូនពិបាកមើលអញ្ចឹងបងប្អូនព្យាយាមមើលបងប្អូនដែលស្រឡាញ់ចូលចិត្តគំនូបងប្អូនចង់ចេះគូសបងប្អូនរៀនតាមខ្ញុំទៅភ្នែកយើងដាក់ភ្នែកពីលើភ្នែកហ្នឹងគឺចើមបងប្អូនយើងគូសចើមយើងគូសរឿងកោងវិញណារឿងកោងមកក្រោមបងប្អូនមើលអាខ្សែបន្ទាត់កដាលសំខាន់គឺយើងមើលខ្សែបន្ទាត់កដាលដែលយើងពុះចំកដាស់ A4 របស់យើងណាពុះចំកដាស់ A4 ឬក៏បងប្អូនមានកដាស់សភៅកដាស់អីមកពុះឲ្យចំកដាស់ហ្នឹងទៅឲ្យបងប្អូនគូសវាឈើណាដោយសារនេះខ្ញុំគូសផ្ដេកបងប្អូនគូសផ្ដេកអញ្ចឹងទៅបងប្អូនពិបាកមើលតិចទេចាំបងប្អូនព្យាយាមមើលគូសវាឈើឲ្យបងប្អូនមើលអាបន្ទាត់កដាលហ្នឹងគូសតាមខ្ញុំអញ្ចឹងទៅខ្ញុំបរៀនគូនេះគឺខ្ញុំអត់បានលុបទេខ្ញុំខ្វៀកយកអត់បានយកចូលលុបដើម្បីឲ្យទៅលុបទេអញ្ចឹងមើលទៅរឿងស្មុគស្មាញញ៉ៃតិចប៉ុន្តែការគូសវាគូសបែបហ្នឹងបងប្អូនគេកម្រលុបបងគេគូសគេហៅគេដៅណាគេគូសដាមអញ្ចឹងទៅជាទម្រង់ហើយបងគេយកមកគូសឲ្យដិតតបមកហ្នឹងយើងចាប់ដើមយកកហនុមានមកយើងទម្លាក់កត្រឹមហ្នឹងនេះកនៅក្រោមអាត្រេទី1ហ្នឹងដែលយើងដៅមិញហ្នឹងចេញយកក្រោមហ្នឹងមកហ្នឹងហើយនេះយើងយកមកក្រោមត្រេហ្នឹងដែរនេះស្មានេះគឺដៃហនុមានទៅចង្អុលណាដៃហនុមានលើកទៅលើចាំបងប្អូនឃើញអត់ឃើញអាដៅចំណុចដៅមួយរបស់ខ្ញុំហ្នឹងអត់យើងដៅឲ្យស្មើគ្នាណាហើយបងប្អូនមើលតើខ្ញុំទម្លាក់ចំណុចត្រង់ចំណុចណាចំចំណុចណាបងប្អូនគូសតាមអាបន្ទាត់កដាលដែលខ្ញុំធ្វើហ្នឹងទៅគឺបងប្អូនអាចគូសបានហើយហ្នឹងហើយនេះចំណុចក្រោយគឺនៅវិភាគនឹងបន្ទាត់កដាលហ្នឹងអញ្ចឹងកន្លែង
ចង្កេះហនុមានគឺនៅក្រោមអាចចំចំណុចនេះក្រោមចំណុចកដាលហ្នឹងនេះគឺខ្សែក្រវ៉ាត់ហនុមានណាចាំបងប្អូនមើលចំចំណុចកដាលចំណុចត្រេដែលយើងដៅហើយហ្នឹងគឺបងប្អូនគូបានហើយវាអត់ខុសទេវាពិបាកតិចដោយសារទិសជើងកាមេរ៉ាបងប្អូនទិសជើងកាមេរ៉ាខ្ញុំអាចគូស picture បានទិសជើងកាមេរ៉ាវិលអត់បានទេវិលបានតែប៉ុណ្ណឹងយើងគូសដៃហើយយើងចាប់ដើមគូសនេះគូសដៃមកដៃទៅលើណាបងប្អូនមើលហើយយើងដាក់កងដៃមកដាក់កងដៃដៃមកខាងទៀតបងប្អូនមើលណាដៃមកខាងទៅមកខាងនោះមកធ្វើមិនឲ្យវាស្មើគ្នាកុំឲ្យធំទូចកន្លែងនេះគិតតែគូភ្លេចមើលកាមេរ៉ាយើងគូផុតកាមេរ៉ានោះចុះតបានមកមើលវិញមិនដឹងអូផុតកាមេរ៉ាបានទាញកាមេរ៉ាតន់វាទិសជើងកាមេរ៉ាអញ្ចឹងទៅវាអត់ទាញមកក្រោបអត់បាននេះគឺប្រខាន់ហនុមានកាន់ប្រខាន់មកយើងគូសបន្ទាត់មកដើម្បីឲ្យប្រខាន់ត្រង់កុំឲ្យយើងគូសវាចហ្នឹងពួរចំកដាបប្រខាន់មកទៅពេលយើងគូសប្រខាន់គូសដៃឲ្យហើយយើងចាប់ដើមមកសរេជើងម្ដងហ្នឹងហើយនេះខ្សែក្រវ៉ាត់ហនុមានបន្ទាប់ពីហ្នឹងយើងគូសបាទចឹងទៀតណាបងប្អូនមើលបន្ទាត់ខ្ញុំរំលឹកហើយម្ដងទៀតឲ្យបងប្អូនមើលចំបន្ទាត់កណ្ដាលនោះតើបន្ទាត់កណ្ដាលហ្នឹងគឺខ្ញុំគូចំចំណុចណាណាគូចង្កេះត្រឹមម៉ានអីត្រឹមម៉ានទម្លាក់ត្រឹមម៉ានមកគូតាមនោះគឺដូចហើយនេះកន្លែងជង្គង់ជើងមុខហ្នឹងគឺនៅស្មើនឹងអាត្រេកដាលនោះអញ្ចឹងបងប្អូនមើលឲ្យត្រេនោះមកយើងដាក់ត្រូវតាមហ្នឹងមកនេះម្រាមជើងហនុមានបងប្អូនឆ្ងល់ម្រាមជើងហនុមានមិនក៏ដូចដៃហ្នឹងហើយម្រាមជើងស្វាបងស្វាដូចដៃជើងវាម្រាមដូចគ្នាអញ្ចឹងបងប្អូន
នេះយើងមិនមែនគូតែទម្រង់លខោនខោលប៉ុន្តែយើងគូជាស្វាណាហនុមានស្វាមកយើងអត់គូជាជើងមនុស្សទេបើលខោនខោលយើងគូជារូបលខោនខោលគឺយើងដាក់ជើងមនុស្សជើងអីចឹងតែយើងគូជាជើងស្វាតែម្ដងទៅដូចហនុមានមកខ្ញុំគូនេះគូខ្វៀកទេគូខ្វៀកទេអត់បានគូឲ្យស្អាតអីទេឬគូខ្វៀកដើម្បីបញ្យល់បងប្អូនឲ្យយល់ណាខ្ញុំនៅធ្វើលម្អិតយូរស្អាតវាយូរបងប្អូនយូរចឹងវីដេអូវាកាន់តែវែងឆ្ងាយទៀតទៅខ្ញុំធ្វើខ្វៀកដើម្បីបញ្យល់បងប្អូនប៉ុណ្ណឹងនៅតែវែងទៀតវីដេអូហ្នឹងបងប្អូនរៀនគូមិនលឿនទេបងប្អូនអាចរៀនគូមួយទៅហើយសង្ឃឹមថាវីដេអូប៉ុណ្ណឹងវាមិនសូវលឿនទេបងប្អូនដូចតាមមើលដូចល្មើបងប្អូនអាចមើលតនអញ្ចឹងណាមើលលេងមុនដំបូងមុននឹងគូបងមើលសិនមើលការគូឲ្យយល់សិនហើយចំណុចណាចង់ចំណុចណាបងមើលសិនទៅបងប្អូនចាំអនុវត្តយកទៅគូបើថាអត់យល់ទេចាំខ្ញុំបញ្យល់គូបដៅនិយាយបដៅវាបានយល់តែនេះខ្ញុំបាននិយាយដោយសារវាគូហ្នឹងវាអញ្ញាយពេកឮសំឡេងឆ្វេងឆ្វាយពេកអត់បានបញ្យល់ផ្ទាល់ទេចឹងមានតែមកបញ្ចូលសំឡេងតាមក្រោយហើយបញ្ចូលសំឡេងហើយជាងគូបញ្ចូលសំឡេងដូចវាអត់សូវស៊ីចង្វាក់ជាមួយនឹងការគូណាបងប្អូនចេញហនុមានមកបងប្អូនបងប្អូនមើលស្អាតបានប្រមាណភាគរយដែរបងប្អូនមើលទៅអាចទទួលយកបានប៉ុណ្ណឹងហ្នឹងហើយចុងក្រោយបងប្អូនកុំភ្លេចជួយចុច Subscribe និងរូបកណ្ដឹង Channel ខ្ញុំនេះផងអរគុណបាយបាយ